បងប្អូនអ្នកគ្នាធ្លាប់ឆ្ងល់អត់ថាហេតុអ្វីបានជាសពថ្ងៃយើងឲ្យតម្លៃទៅលើការអប់រំម៉េះតើការអប់រំវាសំដៅទៅលើតែសញ្ញាបត្រមួយសន្លឹកឬមួយក៏វាអាចនឹងមានអត្ថន័យអ្វីលើសពីនឹងជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាសូមស្វាគមន៍មកកាន់ដឹងជាមួយខ្ញុំ podcast ហើយនេះគឺជាអេពីសូត0របស់យើងជាអេពីសូតនៃការចាប់ផ្ដើមហើយខ្ញុំនិងបងប្អូនទាំងគ្នានឹងទៅស្វែងយល់អំពីថាតើអ្វីដែលជាតម្លៃនៃការអប់រំជាទូទៅបុគ្គលម្នាក់ដែលយើងចាត់ទុកថាគាត់គឺជាអ្នកដែលមានការអប់រំខ្ពស់លុះត្រាតែគាត់មានសញ្ញាបត្រខ្ពស់គាត់រៀនបានខ្ពស់គាត់ទទួលបាននិទ្ទេសល្អគាត់មានចំណាត់ថ្នាក់ល្អក្នុងការសិក្សារបស់គាត់អីចឹងទៅប៉ុន្តែបើយើងគិតត្រឡប់មកវិញថាឪពុកម្ដាយរបស់យើងដែលយើងរស់នៅជាមួយគាត់រាល់ថ្ងៃគាត់ទូន្មានព្រានប្រដៅយើងអាហ្នឹងក៏យើងចាត់ទុកថាវាជាការអប់រំមួយដ៏ល្អដែរអញ្ចឹងមិនន័យថាតម្លៃនៃការអប់រំវាមិនមែនសំដៅទៅលើតែអ្វីដែលយើងបានសិក្សានៅក្នុងថ្នាក់រៀនទេប៉ុន្តែគឺវាសំដៅទៅលើការខិតខំប្រឹងប្រែងរៀនសូត្រការឲ្យតម្លៃទៅមនុស្សជុំវិញខ្លួនក៏ដូចជាការដែលយើងរៀនដឹងអំពីរបៀបនៃការរស់នៅក្នុងសង្គមនាពេលបច្ចុប្បន្នហ្នឹងដោយដែលយើងបានដឹងស្រាប់មកហើយថាសង្គមរបស់យើងបច្ចុប្បន្នពីមួយថ្ងៃទៅមួយថ្ងៃពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺមានការអាប់ដេតច្រើនខ្លាំងមែនទែនមូលហេតុនេះហើយដែលធ្វើឲ្យខ្ញុំបង្កើត podcast នេះឡើងដើម្បីឲ្យខ្ញុំនិងបងប្អូនទាំងអស់គ្នាទៅស្វែងយល់ទាំងអស់គ្នាថាតើយើងគួរតែរៀនយើងគួរតែយល់ពីអ្វីខ្លះបញ្ជាក់ខ្ញុំមិនមែនជាបុគ្គលដែលមានចំណេះដឹងខ្ញុំមិនមែនជាសាស្ត្រាចារ្យឬមួយក៏បុគ្គលជោគជ័យអីទេប៉ុន្តែខ្ញុំគ្រាន់តែចង់ចែករំលែកនៅអ្វីដែលខ្ញុំបានស្រាវជ្រាវពីបងប្អូនទាំងអស់គ្នាក៏ដូចជាអ្វីដែលបងប្អូនទាំងអស់គ្នាមានអាចចែករំលែកមកកាន់ខ្ញុំបានដូចគ្នាតាមរយៈ comment ហើយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ខ្ញុំនឹង select suggestion របស់បងប្អូនគ្នាបងប្អូនទាំងអស់គ្នាដែលបងប្អូនទាំងអស់គ្នាបាន drop នៅក្នុង comment ហ្នឹងយកមកធ្វើជាប្រធានបទក៏ដូចជាយកមកធ្វើជា episode ប្រចាំសប្តាហ៍នីមួយៗអញ្ចឹងបងប្អូនទាំងអស់គ្នាមានចម្ងល់អីអាច drop នៅក្នុង comment ខាងក្រោមបានអរគុណជម្រាបលា